តបបងមកមើលពីរបៀបដូរសោទាំងអស់គ្នាងាយស្រួលបងអាចដូរតែខ្លួនឯងនៅផ្ទះក៏បានដែរសោនេះដើម្បីចាក់កលឹះវាដោះក្បាលសោនេះដើម្បីចាក់ចូលដើម្បីដោះក្បាលចេញដោះចេញហើយដើម្បីដោះដូរសោចាស់យើងសួរបងមូលក្បាលវិញចេញទៅគឺអូខេហើយដោះនេះចេញអត់ពេលយើងដោះខាងនេះហ្នឹងមិនមែនដោះខាងចាក់សោទេយើងដោះខាងនេះចំណាំខាងបតងនេះហើយយើងមើលកន្លែងនេះយើងឃើញមានកន្លែងវាអាចចុចជ្រាត់គ្រាប់វាទៅក្រោមបានអញ្ចឹងយើងដោះក្បាលនេះចេញអូខេហើយយើងអាចដោះនេះបានដោះក្បាលនេះចេញតោះមកយើងធ្វើការមូលចេញដើម្បីដាក់បដូរចូលយើងដោះវាចេញចឹងមកអានេះក៏ដោះចេញដូចគ្នាបដូរវាយើងត្រូវនៅខាងក្នុងហើយអានេះគឺកន្លែងប្រតិសោវានេះប្រតិសោវានេះនេះប្រតិសោអញ្ចឹងណាអញ្ចឹងមកដាក់ឋានទីបែបនេះហើយយើងសូមវាចូលអញ្ចឹងមកអូខេហើយមុននឹងបងធ្វើការតម្លើងសោប្រភេទនេះបងត្រូវតែមើលរុនវាខាងនេះពេលយើងសូមបញ្ចូលយើងដាក់បដូរនេះចូលមុនតោះមកយើងច្បាច់អានេះហើយយើងទីសោហ្នឹងកន្លែងហ្នឹងឲ្យត្រូវជាមួយនឹងបដូរហ្នឹងមកអូខេខ្លះចូលហើយបន្ទាប់មកយើងធ្វើការបានជាប់ទៅដើម្បីយើងងាយស្រួលធ្វើការដាក់បែបនេះវាចូលវិញនេះវាគេដាក់ឲ្យមកស្រាប់គេទៅដើម្បីរកសារយើងហ្នឹងងាយស្រួលទៅឡើងមែនតើបងណែក្បាលសោនេះចូលទៅវិញវាជាការស្លាច់បងចូលហើយវាមាន free សោ3ហើយយើងអាចប្រើជាបន្ទប់គេងក៏បាននិងបន្ទប់ទឹកក៏បានដែរសោរបស់យើងមិនតម្លឹងរួចរាល់ទេបងអាចមើលបានគឺថាងាយស្រួលតម្លឹងខ្លាំងមែនទែនហ្មងហើយនេះគឺជាសោចាស់ដែលយើងបដូរមិញហ្នឹងបងក៏តែមើលសភាពសោក៏អាចទីដឹងដែរថាប្រើប្រហែលឆ្នាំហើយនិយាយទៅសោមួយនេះខ្ញុំហ៊ានធានាមកបងប្រើបានយូរឆ្នាំខ្លាំងមែនទែនតែម្ដង